ការរស៊ីយើងត្រូវស្គាល់ថាអតិថិជនគោលដៅនឹងមានប្រមាណជាអ្នកណាហើយមានប្រមាណប្រភេទបាទពាក្យថាអតិថិជនគោលដៅមានន័យថាគឺជាអ្នកដែលមានតម្រូវការទិញផលិតផលឬសេវាកម្មយើងបាទហ្នឹងហើយអញ្ចឹងសួរថាមានប្រមាណប្រភេទអតិថិជនគោលដៅអ្នកដែលមានតម្រូវការទិញផលិតផលឬសេវាកម្មយើងហ្នឹងគឺមាន3ប្រភេទធំបាទទី1គឺអ្នកមានក៏ត្រូវការទិញផលិតផលយើងទី2អ្នកមធ្យមទី3អ្នកក្របាទអ្នកមានអ្នកមធ្យមឬអ្នកក្រឬក៏គេហៅអ្នកជីវភាពខ្សត់ខ្សោយបាទយើងថាអ្នកក្រអញ្ចឹងសាមញ្ញស្រួលនិយាយបាទអញ្ចឹងអ្នកមានក៏ត្រូវការទិញផលិតផលយើងអ្នកមធ្យមក៏ត្រូវការទិញអ្នកដែលគាត់ជីវភាពខ្សត់ខ្សោយឬថាអ្នកក្រក៏ត្រូវការទិញបាទយើងមិនមែន deal ថាអ្នកក្រទេគ្រាន់តែថាអ្នកដែលគាត់មានជីវភាពមិនធូរធារអញ្ចឹងអ្នកមានយើងត្រូវដឹងថាអ្នកមានចង់បានអីជាទូទៅអ្នកដែលមានគឺគាត់ចង់បានផ្នត់គំនិតរបស់គាត់គឺគាត់ចង់បានគុណភាពឯតម្លៃវិញគាត់ទទួលយកបានបើសិនណាបើយើងការ៉ង់ទីគុណភាពឲ្យគាត់អញ្ចឹងទៅផ្នត់គំនិតរបស់គាត់គឺផ្ដោតលើតែគុណភាពទេបាទចុះអ្នកដែលក្រឬក៏ជីវភាពខ្សត់ខ្សោយគាត់ឲ្យផ្នត់គំនិតគាត់ចង់បានអីជាសំខាន់បាទគាត់ចង់បានតម្លៃថោកទេបាទបើសិនណាជាផលិតផលឬសេវាកម្មនឹងមានតម្លៃថោកគាត់ថាល្អហើយគុណភាពគាត់អត់សូវខ្វល់ទេបាទប្រើអីមានបញ្ហាអីគាត់ទទួលយកបានពីព្រោះគាត់អត់សូវមានលុយជីវភាពគាត់ខ្សត់ខ្សោយឯអ្នកដែលមធ្យមបាទអញ្ចឹងអតិថិជនគោលដៅតែមធ្យមគឺគាត់ចង់បានទាំងគុណភាពនិងតម្លៃអញ្ចឹងអ្នកណាមួយដែលនិយាយថាអូរបស់នឹងល្អសេវាកម្មល្អតម្លៃសមរម្យអ្នកនឹងគឺក្នុងមធ្យមហើយបាទគាត់មិនមែនជាមានហើយក៏គាត់មិនមែនក្រគាត់នៅក្នុងមធ្យមអូខេអញ្ចឹងយើងដឹងថាអតិថិជនគោលដៅយើងមាន3ប្រភេទគឺអ្នកមានអ្នកមធ្យមនិងអ្នកក្រឬក៏ជីវភាពខ្សត់ខ្សោយសួរថា business យើងយកប្រមាណយកជាកំណត់ទូលដៅថាមួយណាជាទូទៅប្រាប់ខ្ញុំថាលោកគ្រូខ្ញុំយកមធ្យមទៅមានគាត់ភ្លេចអ្នកក្របាទជាទូទៅនៅក្នុង business ដែលចំណេញគឺភួរទេបាទពួកភួរអ្នកដែលមានជីវភាពខ្សត់ខ្សោយទេបាទជីវភាពខ្សត់ខ្សោយពួកយើងអត់សូវការ៉ង់ទីធ្វើឲ្យយើងចំណេញច្រើនបាទសួរថាមួយទៀតសួរថាអ្នកមានជិះឡានលុចស៊ីមកជាអ្នកមានទេបើមានក្រយើងអត់ដឹងទេនឹងយើងវាយពីលើមកមុនបាទឧបមាភ្ញៀវខ្ញុំគាត់លក់កង់ឡានចាស់បាទមកគ្រាប់150ធានា5ឆ្នាំទី2មធ្យមរបស់គាត់130ធានា3ឆ្នាំមក$70ធានា1ឆ្នាំឧទាហរណ៍អញ្ចឹងជិះឡានលុចស៊ីមកយើងណែនាំឲ្យលើបាទលពូមកគ្រាប់150ធានា5ឆ្នាំស្ងាត់ឈឹងបាទអញ្ចឹងយើងដាក់កម្រិតទី2មនុស្សយើងបាទអតិថិជនគោលដៅតែគាត់ត្រូវកន្លែងណាគាត់ឆ្លើយតបភ្លាមគាត់សួរថាអានឹងយ៉ាងម៉េចកង់ឡាននឹងធានាប្រហែលឆ្នាំខូចគឺរឿងអីអញ្ចឹងអានឹងមានគាត់ត្រូវតែបើគាត់ស្ងាត់មិនត្រូវទេយើងដាក់កម្រិតទី2កម្រិតទី2ប្រាប់គាត់130ធានា3ឆ្នាំមានបញ្ហាចេះគាត់នៅស្ងៀមទៀតអញ្ចឹងមានន័យថាគាត់នឹងនៅក្នុង level ទី3ហើយគឺជីវភាពខ្សោយខ្សោយយើងឆ្ងល់ថាជីវភាពខ្សត់ខ្សោយគាត់ជិះ570បាទផ្នត់កំណត់គាត់នៅក្នុងភូអញ្ចឹងណែនាំរបស់ដែលធូថ្លៃឲ្យគាត់ទៅត្រូវហើយបាទអញ្ចឹងរឿងមានឬក្រអតិថិជនយើងកុំមើលលើសម្បកក្រៅយើងមើលលើការម៉ាស៊ីន scan របស់យើង level តាំងទី1ទី2មកបើទី1ទី2អត់ត្រូវគាត់ក្នុង level ទី3ហើយបាទអញ្ចឹងដូចភ្ញៀវគាត់ខ្ញុំគាត់លក់គ្រឿងសមុទ្របាទជិះ570មកយកតែបកាងាប់ទេ$8 E1 ជិះ Charlie មកយកអា30អាថ្លៃបំផុតបងលុយឥឡូវអញ្ចឹងយើងគិតថា Charlie មានឬក្រមានបាទ570មានឬក្រមានឬក្រមិនអាស្រ័យលើទ្រព្យគាត់ទេលើផ្នត់គំនិតរបស់គាត់បាទអញ្ចឹងការរើស៊ីខ្ញុំរីកមិនឲ្យមានទាំង3 level មានន័យថាអ្នកមានក៏យើងរើកអ្នកមធ្យមក៏រើកអ្នកជីវភាពខ្សត់ខ្សោយក៏រើកបាទទាំងអស់នឹងធ្វើឲ្យយើងចំណេញទាំងអស់ហើយគឺយើងវាយតម្លៃភ្ញៀវដែលចូលមកកុំវាយតម្លៃសបកក្រៅគឺយើងវាយតម្លៃផ្អែកទៅលើផ្នត់គំនិតរបស់គាត់អ្នកខ្លះអត់មានលុយទេអ្នកទាំងអស់គ្នាប៉ុន្តែគាត់ទិញនៅរបស់ល្អយកសេវាកម្មល្អខ្ចីលុយគេទៀតតែអ្នកខ្លះអត់ខ្វះលុយទេប៉ុន្តែគាត់យកតែរបស់ថោកធូថ្លៃអញ្ចឹងផ្នត់គំនិតគាត់ក្រមិនមែនក្រដោយសារជីវភាពគាត់ទេគឺក្រនៅលើផ្នត់គំនិតគាត់អញ្ចឹងបើយើងជាម្ចាស់អាជីវកម្មយល់ដឹង
ពីតេជជនគោលដៅជាអ្នកណាមិញមានប្រមាណប្រភេទដូចខ្ញុំបាននិយាយអញ្ចឹងអតិជនគោលដៅគឺអ្នកដែលមានតម្រូវការទិញហើយមាន3ប្រភេទគឺអ្នកមានអ្នកមធ្យមនិងជីវភាពខ្សត់ខ្សោយហើយយើងរកស៊ីទាំង3នឹងទៅហើយយើង scan គាត់ដោយសារការសួរក្នុង level ទី1ដល់ level ទី3គាត់ត្រូវកន្លែងណាគាត់ឆ្លើយតបកន្លែងហ្នឹងហើយយើងលក់ទាំង3នេះធ្វើឲ្យយើងមានប្រាក់ចំណេញបានច្រើនបាទអរគុណច្រើនបាទ